បាទនៅខែសីហាឆ្នាំ2025នេះសាលាដំបងរាជធានីភ្នំពេញបានសម្រេចកាត់ទោសចេញសារក្រមលើឈ្មោះលីមីតាំងសុចិត្តគ្រឹស្នាតាំងសុចិត្តត្រាតាំងសុចិត្តចរិយានិងតាំងសុចិន្តាចំនួន5នាក់ឲ្យជាប់គុកក្នុង1នាក់មួយឆ្នាំ6ខែនិងបណ្ណ័យជាប្រាក់20លានរៀលតាំងពីធ្វើការកាត់ទោសសាវនាការហើយមករយៈពេល6ខែមកនេះគឺក្រុមគ្រួសាររបស់ខ្ញុំមិនទាន់បានទទួលយុត្តិធម៌ទេដោយហេតុថាឈ្មោះលីមីកូនរបស់ឈ្មោះលីមីគឺកិច្ចវេះមិនព្រមទទួលសារក្រមរបស់សាលាដំបងរាជធានីភ្នំពេញអតីតយុទ្ធពិការលោកលេងសារឿនដង្ហើយហៅរកយុទ្ធធរពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនៅក្នុងទំនាស់រឿងដីធ្លីដ៏រ៉ាំរ៉ៃជាង12ឆ្នាំដោយឈ្មោះលីមីនិងបពុបានខົບខិតគ្នាជាប្រព័ន្ធរៀបចំឯកសារខ្លាញ់បន្លំរំលោភយកដីទាំងស្រស់ៗតែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនលោកលេងសារឿនដែលមានវ័យ65ឆ្នាំគឺជាយុទ្ធជនពិការស្នាក់នៅភូមិចុងព្រែក1សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងមានប្រពន្ធឈ្មោះយ៉ងសុភីព្រមទាំងមានកូនចំនួន5នាក់ផងនោះបានរៀបរាប់ប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹងថាលោកគឺជាទាហាននៅក្នុងកងពលលេខ F196 ក្នុងសម័យសង្គ្រាមឆ្នាំ1982ហើយរូបលោកត្រូវបានរងគ្រោះពីការជើងស្ដាំម្ខាងដោយសារតែការជន់មីននៅឆ្នាំ1984នៅលើទឹកដីខេត្តបៃលិននៅក្នុងឆ្នាំ1987រូបលោកបានធ្វើការដោះដូរមាស 5G និងគោចំនួន2ក្បាលជាមួយទៅនឹងដីស្រែឈ្មោះម៉ាងមួនទំហំជាង2ហិកតាស្ថិតនៅក្នុងភូមិចុងព្រែក1សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលជាអតីតខេត្តកណ្ដាលនិងបានកាន់ការព្រោះនៅអាស្រ័យផលចាប់តាំងពីឆ្នាំ1987មកម្លេះលោកលេងសារឿនបានបន្តប្រាប់ឲ្យដឹងទៀតថាក្នុងកំឡុងពេលឆ្នាំ1990ជាងនោះមានឈ្មោះលីមីដែលជាឈ្មួញបានដើរប្រមូលទិញដីស្រែពីប្រជាពលរដ្ឋដែលមានដីនៅជាប់ដីរបស់ខ្លួននោះក៏ប៉ុន្តែសម្រាប់ដីខ្ញុំឯនេះវិញគឺខ្ញុំមិនបានលក់ទេបើទោះបីជាពេលនោះលោកមេភូមិស្វាយគង់មកបញ្ចុះបញ្ចូលឲ្យខ្ញុំលក់ក៏ដោយក៏ខ្ញុំមិនលក់ដែរព្រោះខ្ញុំទុកដីនោះសម្រាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រពន្ធកូនខ្ញុំដើម្បីរក្សាដីធ្លីចំនួន2ហិកតាជាងនេះលោកលេងសារឿនបានទៅស្នើសុំអាជ្ញាធរដើម្បីធ្វើបានកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ក៏ប៉ុន្តែលោកស្វាយគង់មានតួនាទីជាមេភូមិបានប្រាប់ថាដីនោះមិនចាំបាច់ធ្វើឯកសារទេលក់ឲ្យគេទៅលុះដល់ឆ្នាំ2010លោកលេងសារឿនបានស្នើសុំអាជ្ញាធរសុំធ្វើលិខិតកាន់កាប់ដីម្ដងទៀតក៏ប៉ុន្តែលោកស្វាយគង់ដែលជាសមាជិកក្រុមប្រឹក្សាឃុំនិងជាអតីតមេភូមិបាននិយាយថាបើចង់ស្នើត្រូវឲ្យដីនោះទៅពួកគាត់កន្លះហិកតាទើបពួកគាត់យល់ព្រមធ្វើឲ្យដោយមិនព្រមតាមសំណើរបស់លោកស្វាយគង់ទើបពួកគាត់បង្កើតរឿងខុបខិតគ្នាជាមួយទៅនឹងឈ្មោះលីមីនិងកូនដែលមានឈ្មោះទី1ឈ្មោះតាំងសុចិត្តគ្រឹស្នាភេទប្រុសមានតួនាទីជាប្រធានមន្ត្រីទេសចរខេត្តព្រះសីហនុនៃក្រសួងទេសចរទី2ឈ្មោះតាំងសុចិត្រាភេទប្រុសមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ទី3ឈ្មោះតាំងសុចិត្តចរិយាភេទស្រីទី4ឈ្មោះតាំងសុចិន្តាភេទស្រីដោយប្រាប់ថាមានដីជន់នៅលើដីខ្ញុំទៅវិញទាំងដែលមានរបងថ្មជាព្រំតាមច្បាប់រួចទៅហើយនោះនៅអំឡុងឆ្នាំ2014បែរជាឈ្មោះលីមីព្រមទាំងកូនរបស់គាត់បានប្តឹងតវ៉ាទៅកាន់ភូមិឃុំសង្កាត់ថាមានដីជន់លើដីរបស់លោកលេងសារឿនហើយនៅឆ្នាំ2019ឈ្មោះលីមីរួមនឹងកូនរបស់គាត់ដែលមានឈ្មោះតាំងសុចិត្រាតាំងសុចិត្តគ្រឹស្នាតាំងសុចិត្តចរិយានិងតាំងសុចិន្តាបានប្តឹងលោកលេងសារឿនទៅកាន់សាលាដំបងរាជធានីភ្នំពេញក្នុងសំណុំរឿងព្រហ្មទណ្ឌនិងទាមទារយកដីចំនួន2ហិកតាជាងទាំងកម្រៅនោះនៅថ្ងៃទី3ខែសីហាឆ្នាំ2021សាលាដំបងរាជធានីភ្នំពេញបានជំរះសម្រេចចាញ់ជាសារក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌឲ្យឈ្មោះលេងសារឿនឈ្នះដោយបានរួចផុតពីបទចោទប្រកាន់របស់ឈ្មោះលីមីនិងកូនបន្ទាប់មកនៅខែតុលាឆ្នាំ2021ឈ្មោះលេងសារឿនដែលជាម្ចាស់ដីនិងជាអតីតយុទ្ធជនពិការបានប្តឹងឈ្មោះលីមីនិងកូនចំនួន4នាក់ទៀតទៅកាន់សាលាដំបងរាជធានីភ្នំពេញពីបទក្លែងបន្លំឯកសារប្រើប្រាស់ឯកសារក្លែងបន្លំលួចយកដីលោកថាការដោះស្រាយរបស់តុលាការតាម
តិវិធីច្បាប់ក៏ប៉ុន្តែដោយភាគីចុងចោតតែងតែរកលេសនេះរកលេសនោះនិងរកអ្នកធំនេះរកអ្នកធំនោះមកជួយអន្តរាគមន៍ជាមួយទៅនឹងតុលាការនាំឲ្យដំណើរការនីតិវិធីផ្លូវច្បាប់នេះមានភាពយឺតយ៉ាវក្នុងការផ្ដល់យុត្តិធម៌ជូនទៅកាន់រូបលោកនៅថ្ងៃទី6 ខែមករាឆ្នាំ2025ទើបរូបលោកបានសម្រេចចិត្តធ្វើពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់សម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីហើយនៅថ្ងៃទី14 ខែមិនិនាឆ្នាំ2025ព្រឹទ្ធសភាបានចេញលិខិតជម្រាបជូនទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនោះគឺឯកឧត្តមកាត់រិទ្ធហើយនៅថ្ងៃទី4 ខែមេសាឆ្នាំ2025នេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការបានចេញលិខិតជម្រាបជូនឯកឧត្តមនួនណារ៉ាដែលជាប្រធានសាលាដំបងរាជធានីភ្នំពេញដើម្បីជំរុញចំណាត់ការលើសំណុំរឿងឲ្យបានឆាប់រហ័សនិងត្រឹមត្រូវតាមនីតិវិធីច្បាប់ទើបនៅថ្ងៃទី7 ខែសីហាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានជំនុំជម្រះសម្រាប់ចាត់ប្រកាសឈ្មោះលីមីនិងកូនប្រុសឈ្មោះតាំងសុចិត្តក្រឹស្នាជាប្រធានមន្ត្រីទេសចរខេត្តប្រសិទ្ធនុកូនប្រុសម្នាក់ទៀតឈ្មោះតាំងសុចិត្រាដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាតព្រមទាំងកូនស្រី2នាក់ទៀតឈ្មោះតាំងសុចិត្ចរិយានិងឈ្មោះតាំងសុចិន្តាឲ្យជាប់ពន្ធនាគារក្នុងម្នាក់ចំនួន1ឆ្នាំ6 ខែដោយពុំមានការព្យួរនៅក្នុងសំណុំរឿងព្រមត្តនខាងលើនិងពិន័យទឹកប្រាក់ប្រមាណជា20 លានរៀលឯណោះចាប់តាំងពីថ្ងៃចេញសាលក្រមសម្រាប់មានរយៈពេល6 ខែនោះនៅមិនទាន់ចេញសេចក្តីសម្រេចជាស្ថាពរផ្ដល់យុត្តិធម៌មកឲ្យក្រុមគ្រួសារលោកលេងសរឿននៅឡើយទេដោយភាគីឈ្មោះលីមីបានគេចវេះមិនព្រមទទួលយកសាយក្រមហើយរត់រកអ្នកអន្តរាគមន៍អូសបន្លាយពេលវេលាធ្វើឲ្យក្រុមគ្រួសារលោកលេងសរឿនដែលជាអតីតយុទ្ធជនពិការនៅលើសមរភូមិប្រយុទ្ធដើម្បីការពារជាតិនៅពុំទាន់ទទួលបានពលយុត្តិធម៌នៅឡើយនោះទេប្រិយមិត្តលោកនាងជាទីមេត្រីថាតើឈ្មោះលីមីនិងកូនដែលមានតួនាទីជាប្រធានមន្ត្រីទេសចរនិងអគ្គនាយករងទឹកស្អាតនិងមានខ្នងបង្អែកឬក៏យន្តការពារអាចឲ្យរួចផុតពីការដាក់ទោសទណ្ឌជាប់ពន្ធនាគាររយៈពេល18 ខែបានឬក៏យ៉ាងណាក្រុមគ្រួសារអតីតយោធិនពិការលោកលេងសរឿនក៏សូមលើកដៃសំពះប្រណម្យគោរពស្នើសុំទៅដល់សម្ដេចពុកតេជោហ៊ុនសែនដែលជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសូមសម្ដេចជួយអន្តរាគមន៍ឲ្យបានប្រគល់ដីនោះមកកាន់ក្រុមគ្រួសារពួកគាត់វិញផងដើម្បីអាស្រ័យផលចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ហើយក៏សូមគោរពស្នើសុំទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មេត្តាជួយអន្តរាគមន៍និងដាក់ពិន័យចំពោះបុគ្គលឈ្មោះតាំងសុចិត្តក្រឹស្នាដែលមានតួនាទីជាប្រធានមន្ត្រីទេសចរខេត្តប្រសិទ្ធនុនិងឈ្មោះតាំងសុចិត្រាដែលមានតួនាទីជាអគ្គនាយករងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ផងទៀតជំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចតាក់ទងសុំការបំភ្លឺពីឈ្មោះលីមីនិងឈ្មោះតាំងសុចិត្រាបាននៅឡើយនោះទេដោយយើងពុំមានលេខទូរស័ព្ទអង្គភាពសារព័ត៌មានយើងខ្ញុំនឹងធ្វើការរងចាំបកស្រាយបំភ្លឺអំពីគ្រប់ភាគីពាក់ព័ន្ធជារឿងរម៉ាំងធ្វើការស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបាទជាដំបូងសូមគោរពសម្ដេចតេជោសម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាសូមគោរពឯកឧត្តមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់បាទថ្ងៃនេះខ្ញុំបានមានទុកមិនសុខចិត្តបានសូមសំណូមពរហៅបងអ្នកកសែតមកជួយចុះផ្សាយ live ពាក់ព័ន្ធនឹងបញ្ហាចំនួនដីធ្លីរបស់ឪពុករបស់ខ្ញុំបាទលេងសរឿនដែលជាជនពិការបាទសាច់រឿងគឺពាក់ព័ន្ធជាមួយដីឪពុករបស់ខ្ញុំបាទគាត់ឈ្មោះលេងសរឿនអាយុ65ឆ្នាំមុខរបរគាត់គឺជាជនពិការប្រយុទ្ធនៅសមរភូមិប៉ៃលិននៅឆ្នាំ1984ឪពុករបស់ខ្ញុំបាទបានរងរបួសជន់មីនពិការជើងខាងស្ដាំដូច្នេះខាងអង្គភាពគាត់បានបញ្ជូនគាត់មកស្រុកកំណើតវិញបាទពេលមកដល់ស្រុកកំណើតឪពុករបស់ខ្ញុំបាននៅស្នាក់នៅមណ្ឌល317ឪពុករបស់ខ្ញុំគាត់មានដីស្រែមួយកន្លែងដែលដីនោះគឺគាត់បានធ្វើការដោះដូរមាស 5G និងគោ2ក្បាលពីឈ្មោះម៉ាងមួននៅឆ្នាំ1987ហើយដីស្រែនោះឪពុករបស់ខ្ញុំបានចូលរស់នៅនឹងកាន់កាប់តាំងពីឆ្នាំ1987គឺមិនដែលមានទំនាស់បញ្ហាជាមួយបងប្អូនប្រជាពលរដ្ឋនៅជិតព្រំទេដោយឆ្នាំ1990ជាងមានឈ្មោះលីមីដែលហៅថាយាយកត្រកស្លានោះគាត់បានដើរចុះទិញប្រមូលដីពីប្រជាពលរដ្ឋដីស្រែដែលមានដីជាប់នឹងឪពុករបស់ខ្ញុំពេលដែលគាត់ប្រមូលទិញដីស្រែនោះឪពុករបស់ខ្ញុំបាទគឺគាត់មិនបានលក់ដីរបស់គាត់ទេដោយសារគាត់គឺជាជនពិការគាត់ទុកដីនោះដើម្បីធ្វើស្រែចិញ្ចឹមជីវិតរបស់គាត់បាទទោះជាពេលនោះលោកមេភូមិស្វាយគង់
គាត់បានបញ្ចុះបញ្ចូលឪពុករបស់ខ្ញុំឲ្យលក់ដីស្រែរបស់គាត់ក៏ឪពុកខ្ញុំក៏លក់ដែរគាត់ទុកនៅធ្វើស្រែដើម្បីចិញ្ចឹមប្រពន្ធកូនគាត់បាទដល់ឆ្នាំ2000ឪពុករបស់ខ្ញុំបានស្នើសុំអាជ្ញាធរដើម្បីធ្វើសម្បត្តិកាន់កាប់ដីស្រែរបស់គាត់ដែលមានទំហំប្រមាណ2ហិកតាហ្នឹងឈ្មោះស្វាយគង់គាត់ថាមិនបាច់ធ្វើទេដីហ្នឹងលក់ឲ្យគេទៅអញ្ចឹងឪពុករបស់ខ្ញុំក៏គាត់នៅធ្វើស្រែដាំឈូកលើដីហ្នឹងរហូតដល់មានបញ្ហាទេដល់ពេលឆ្នាំ2010ឪពុករបស់ខ្ញុំក៏បានស្នើសុំធ្វើប្លង់កាន់កាប់ដីនឹងម្ដងទៀតបាទដល់ពេលហ្នឹងលោកស្វាយគង់ដែលការនោះគាត់លែងធ្វើជាមេភូមិហើយគាត់ជាក្រុមប្រឹក្សាឃុំម្ដងបាទតែអតីតគាត់ជាមេឃុំនោះគាត់បានថាបើចង់ឲ្យឪពុករបស់ខ្ញុំធ្វើលិខិតកាន់កាប់ដីនឹងបានតើតែឲ្យដីគាត់កន្លះហិកតាទើបគាត់នឹងបាក់ពួកអាជ្ញាធរគ្នាគាត់នឹងព្រមចេញលិខិតសម្គាល់ដីបញ្ជាក់ថាដីរបស់ពុកខ្ញុំឲ្យតែពុកខ្ញុំក៏អត់ព្រមធ្វើទេអត់ព្រមបកគោលដីឲ្យកត់កន្លះហិកតាហ្នឹងបានគាត់ខឹងនៅពេលនោះគាត់ខឹងគុំគួននៅពុករបស់ខ្ញុំពេលហ្នឹងក៏បានខុបខិតជាមួយនឹងឈ្មោះលីមីដែលកន្លងមកឈ្មោះលីមីគាត់បានមានដីស្រែដែលគាត់ទិញពីប្រជាពលរដ្ឋហ្នឹងគឺលក់ទៅឲ្យរោងចក្រចិញ្ចឹមស្វាដែលមានទំហំប្រមាណ4ហិកតាហ្នឹងគឺគាត់លក់អស់ហើយក្រោយពីគាត់លក់ហ្នឹងគឺរោងចក្រស្វាហ្នឹងគឺគេបានធ្វើលបងផ្ដិតមេដៃព្រំជាមួយឪពុករបស់ខ្ញុំលេងសរឿនហ្នឹងបានគេហ៊ានទិញនិងធ្វើលបងថ្មរឹងមាំបាទបន្ទាប់មកតាំងពីលីមីលក់ដីឲ្យរោងចក្រស្វាហ្នឹងហើយគឺពួកខ្ញុំជាមួយរោងចក្រស្វានិងលីមីគឺដែរមានបញ្ហាដំណោះអីទេតែក្រោយពីស្វាយគង់ដែលជាមេដែលជាក្រុមប្រឹក្សាឃុំហ្នឹងគាត់ទាមទារដីកន្លះហិកតាដើម្បីធ្វើប្លង់នឹងអត់បានគាត់ក៏បានហៅឈ្មោះលីមីបញ្ចុះឈ្មោះលីមីកូនរបស់ឈ្មោះលីមីដែលមានឈ្មោះតាំងសុចិត្តគ្រឹស្នាដែលជាប្រធានមន្ត្រីទេសចរខេត្តបរសៃអនុតាំងសុចិត្តត្រាមានតួនាទីអគ្គនាយករងអគ្គនាយកទឹកស្អាតចំណោះឲ្យក្រសួងឧស្សាហកម្មនវានុវត្តន៍ហ្នឹងនិងកូនស្រីគាត់ចំនួន2នាក់ទៀតបានមកចោទប្រកាន់ថាឪពុករបស់ខ្ញុំចូលលួចកាន់កាប់ដីរបស់គាត់ឈ្មោះលីមីនឹងទៅវិញទាំងដែលលីមីខ្លួនឯងហ្នឹងគឺបានលក់ដីដែលគាត់បានទិញពីប្រជាពលរដ្ឋហ្នឹងឲ្យទៅរោងចក្រចិញ្ចឹមស្វាអស់ហើយបាទធ្វើទាំងលបងថ្មរឹងមាំកំណត់ព្រំទទួលស្គាល់ទាំងមន្ទីរសូរយោដីថ្នាក់ខេត្តថ្នាក់ក្រុងរហូតតតែខាងសាលាក្រុងមន្ទីររៀបចំដែនដីនគរនូវិកម្មក្រុងភ្នំពេញហ្នឹងបានចេញលិខិតបញ្ជាក់លើលិខិតរោងចក្រស្វាថាឪពុករបស់ខ្ញុំបាទពិតជាមានព្រំដីជាប់នឹងលបងរោងចក្រស្វាពិតប្រាកដមែនបាទអញ្ចឹងនៅឆ្នាំ2014ឈ្មោះលីមីហ្នឹងគឺគាត់បានប្តឹងជំទាស់ទៅភូមិឃុំខណ្ឌថាគាត់មានដីជន់នៅលើដីឪពុករបស់ខ្ញុំនៅពេលដែលគាត់ប្តឹងជំទាស់អញ្ចឹងអាជ្ញាធរភូមិឃុំក៏ដូចថ្នាក់ខណ្ឌភូមិបាលខណ្ឌសូរយោដីខណ្ឌគេក៏បានមកធ្វើការដោះស្រាយរកខុសរកត្រូវកំឡុងតែពេលគេកំពុងធ្វើការដោះស្រាយឆ្នាំ2014-15ខាងភូមិឃុំគេចោះមកហ្នឹងបែរជាឆ្នាំ2019លីមីធ្វើលិខិតខ្លែងជាមួយខុបខិតជាមួយអាជ្ញាធរហ្នឹងគឺប្តឹងឪពុករបស់ខ្ញុំទៅតុលាការសាលាដំបងរាជធានីភ្នំពេញពីបទព្រហ្មទណ្ឌលួចដីរបស់គាត់ខ្លែងឯកសារយកដីរបស់គាត់ទៅវិញចាអញ្ចឹងក្រោយពីគាត់ប្តឹងឆ្នាំ2019គាត់ប្តឹងឪពុករបស់ខ្ញុំហើយហ្នឹងនៅឆ្នាំ2021តុលាការសាលាដំបងរាជធានីភ្នំពេញគឺលោកបានរងយុត្តិធម៌ជូនឪពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំថាដីនោះគឺជាដីរបស់ឪពុកខ្ញុំមិនមានបានការខ្លែងបន្លំឯកសារលួចលក់ដីដោយការចោទប្រកាន់របស់លីមីទេអញ្ចឹងទើបឆ្នាំ2021ហ្នឹងសាលាដំបងរាជធានីភ្នំពេញចេញសារក្រមព្រហ្មទណ្ឌសម្រេចឲ្យឪពុករបស់ខ្ញុំលេងសរឿននិងម្ដាយឈ្មោះយ៉ងសុភីរួចផុតពីការចោទរបស់ឈ្មោះលីមីនិងកូនរបស់គាត់ដែលឈ្មោះតាំងសុចិត្តគ្រឹស្នាជាប្រធានមន្ត្រីទេសចរខេត្តបរសៃអនុតាំងសុចិត្តត្រាជាអនុប្រធានរដ្ឋកោទឹកក្រុងភ្នំពេញហ្នឹងបាទក្រោយពីឪពុករបស់ខ្ញុំរួចផុតពីការចោទរបស់ឈ្មោះលីមីនិងកូនហើយនៅឆ្នាំ2021ហ្នឹងឪពុករបស់ខ្ញុំបានធ្វើការប្តឹងទាមទារដីរបស់គាត់មកវិញដោយបានប្តឹងឈ្មោះលីមីកូនរបស់គាត់តាំងសុចិត្តគ្រឹស្នាតាំងសុចិត្តត្រាតាំងសុចិត្តចរិយានិងតាំងសុចិត្តណាបានខ្លែងឯកសារខ្លែងបន្លំលិខិតស្នាមខ្លែងបន្លំព្រំប្រទល់ដីខ្លែងបន្លំទំហំដីចោទប្រកាន់ឪពុកខ្ញុំថាបានយកដីគាត់ហ្នឹងគឺឪពុកខ្ញុំបានប្តឹងដើម្បីទាមទារយកដីនោះមកវិញនៅដំណាក់កាលតុលាការកំពុងតែធ្វើការដោយសារឈ្មោះ
លីមីដែលអាងកូនឈ្មោះតាំងសុចិត្តគ្រីស្ណាគឺជាប្រធានមន្ត្រីទេសចរខេត្តបរសៃអនុតាំងសុចិត្តត្រាជាអនុប្រធានរដ្ឋកោទឹកស្អាតក្រុងភ្នំពេញអាងទូនីតិអាងអំណាចអាងលុយអាងអ្នកធំនេះអ្នកធំនោះពឹងពាក់ដើម្បីមកអន្តរាគមន៍លើសំណុំរឿងរបស់ពួកខ្ញុំប្តឹងយកដីរបស់គាត់នេះធ្វើឲ្យតុលាការពិបាកក្នុងការយករោគយុត្តិធម៌ឲ្យឪពុករបស់ខ្ញុំពេលវេលាដែលអស់បន្លាយតាំងពីប្តឹងឆ្នាំ2021គឺរយៈពេល5ឆ្នាំរហូតដល់ឆ្នាំ2025គឺឪពុករបស់ខ្ញុំគាត់បានសម្រេចចិត្តធ្វើលិខិតស្នើសុំអន្តរាគមន៍ទៅសម្ដេចដៃជោប្រធានព្រឹទ្ធសភានៃប្រជាកម្ពុជាសូមឲ្យលោកជួយអន្តរាគមន៍ដើម្បីពន្លឿននឹងនីតិវិធីតុលាការដើម្បីជួយអន្តរាគមន៍ឲ្យតុលាការកាត់ក្តីរោគយុត្តិធម៌ជូនឪពុករបស់ខ្ញុំដោយសារវាមានរយៈពេលយូរដែលភាគីលីមីនិងកូនចេះតែរកអន្តរាគមន៍អ្នកធំនេះអ្នកធំនោះចូលខ្លួនអន្តរាគមន៍ធ្វើឲ្យតុលាការពិបាកក្នុងការវិនិច្ឆ័យរកខុសរកត្រូវជូនឪពុកខ្ញុំបាទនៅខែសីហាឆ្នាំ2025នេះសាលាដំបងរាជធានីភ្នំពេញបានសម្រេចកាត់ទោសចេញសារក្រមលើឈ្មោះលីមីតាំងសុចិត្តគ្រីស្ណាតាំងសុចិត្តត្រាតាំងសុចិត្តចរិយានិងតាំងសុចិន្តាចំនួន5នាក់ឲ្យជាប់គុកក្នុង1នាក់មួយឆ្នាំ6ខែនិងបណ្ណ័យជាប្រាក់20លានរៀលតាំងពីធ្វើការកាត់ទោសសវនាការហើយមករយៈពេល6ខែមកនេះគឺក្រុមគ្រួសាររបស់ខ្ញុំមិនទាន់បានទទួលយុត្តិធម៌ទេដោយហេតុថាឈ្មោះលីមីកូនរបស់ឈ្មោះលីមីគឺកិច្ចវេះមិនព្រមទទួលសារក្រមរបស់សាលាដំបងរាជធានីភ្នំពេញត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋអាដាមលោកជំទាវថាកន្លងមកគឺឈ្មោះលីមីនិងកូនរបស់គាត់គឺកែងតែកិច្ចវេះរាល់សកម្មភាពរបស់អាជ្ញាធរមិនថាថ្នាក់ភូមិឃុំខណ្ឌរហូតដល់តុលាការបកគណៈកម្មការចុះមកក៏លីមីនិងកូនកិច្ចវេះមិនព្រមចូលរួមសវនាការក៏មិនចូលរួមលើកទី1លើកទី2ពន្យាពេលលើកពេលអូសបន្លាយពេលវេលាមួយឆ្នាំទៅជាមួយឆ្នាំដោយអាងអ្នកធំនេះអ្នកធំនោះអន្តរាគមន៍បិទសំណុំរឿងគឺការងារនឹងធ្វើមិនចេញទៅមកឥឡូវប្រកាសសារក្រមហើយចោតប្រកាន់ហើយក៏ភាគីលីមីកូននឹងកិច្ចវេះមិនព្រមទទួលសារក្រមនឹងទៀតបាទរយៈពេល6ខែមកនេះគឺសារក្រមរបស់ខ្ញុំទទួលបានពីសាលាដំបងរាជធានីភ្នំពេញគឺខ្ញុំបានតែកាន់សារក្រមទេក៏ប៉ុន្តែភាពយុត្តិធម៌សម្រាប់ឪពុកខ្ញុំជាជនពិការគឺអត់ទាន់មានទេហើយដូច្នេះទើបខ្ញុំថ្ងៃនេះខ្ញុំបានសំណូមពរបងអ្នកកសែតក៏ដូចជាឲ្យគាត់ផ្សាយដើម្បីឲ្យរឿងនេះបានទៅដឹងទៅដល់ថ្នាក់ដឹកនាំទៅដឹងដល់សម្ដេចដៃជូដែលលោកមានទួនាទីជាប្រធានព្រឹទ្ធសភាសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសូមឲ្យលោកជួយអន្តរាគមន៍លើបុគ្គលឈ្មោះតាំងសុចិត្តគ្រីស្ណានិងតាំងសុចិត្តត្រាដែលអាងខ្លួនឯងមានទួនាទីក្នុងជួររាជរដ្ឋាភិបាលមានលុយមានអំណាចធ្វើបាបលោកឪពុកខ្ញុំដែលជាជនពិការនេះសូមឲ្យលោកជួយអន្តរាគមន៍ដើម្បីរកយុត្តិធម៌ឲ្យលោកឪពុករបស់ខ្ញុំក៏ស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនាវានុវត្តន៍សូមលោកជួយអន្តរាគមន៍ដល់ជនពិការលេងសារឿននេះផងសូមឲ្យលោកជួយអន្តរាគមន៍ឲ្យបុគ្គលឈ្មោះតាំងសុចិត្តគ្រីស្ណាដែលមានទួនាទីជាប្រធានមន្ត្រីទេសចរខេត្តបរសៃអនុលោកតាំងសុចិត្តត្រាដែលមានទួនាទីអនុប្រធានរដ្ឋកោទឹកក្រុងភ្នំពេញសូមឲ្យគាត់ដកខ្លួននិងបញ្ឈប់បញ្ចប់រាល់សកម្មភាពរំលោភបំពានចង់បានដីរបស់ឪពុកខ្ញុំដែលជាជនពិការព្រោះគាត់គឺជាជនពិការគាត់តស៊ូសាច់សោះឈាមស្រស់ដើម្បីការពារទឹកដីការពារជាតិគាត់មានដីស្រែតាមមួយកន្លែងហ្នឹងទេដើម្បីធ្វើស្រែចិញ្ចឹមជីវិតរបស់គាត់រយៈពេល12ឆ្នាំហើយដែលពុករបស់ខ្ញុំរងការឈឺចាប់ពីការរំលោភបំពានពីសំណាក់ឈ្មោះលីមីនិងកូនរបស់គាត់ដែលអាងទួនាទីអាងអំណាចរំលោភយកដីជនពិការមិនចេះអៀនខ្មាស់ទាំងដឹងហើយឮហើយថាដីនឹងគឺជាដីរបស់ឪពុកខ្ញុំបើជាខុបខិតជាមួយអាជ្ញាធរបង្កើតឯកសារគ្រប់រូបភាពខ្លែងបន្លំឯកសារខ្លែងព្រំដីខ្លែងទំហំដីធ្វើយ៉ាងម៉េចធ្វើយកដីឪពុកខ្ញុំទាំងកំរោប្តឹងឪពុកខ្ញុំដាក់គុកទៀតឪពុកខ្ញុំរួចខ្លួនពីការចោទប្រកាន់ឥឡូវឪពុកខ្ញុំប្តឹងសុំតែទាមទារដីគាត់មកវិញបែរជាឈ្មោះលីមីនិងកូននៅតែបន្តអាងទូនីតិអាងអំណាចខ្លួនឯងក្នុងជួររដ្ឋាភិបាលនេះធ្វើបាបជនពិការមិនចេះចប់មិនចេះហើយឥឡូវមកដល់ពេលនេះគឺរយៈពេល12ឆ្នាំហើយដែលឪពុករបស់ខ្ញុំរងការឈឺចាប់ពីការ
រំលោភបំពានរបស់លីមីនិងកូនគាត់ចុងក្រោយខ្ញុំបាទចនប្រឌិតដែលត្រូវជាកូនរបស់លោកលេងសរឿនដែលជាជនពិការគ្រប់សំណុំពរស្នើសុំសម្ដេចពុកសម្ដេចតេជោសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសូមលោកជួយអន្តរាគមន៍រោគយុត្តិធម៌និងពន្លឿនដើម្បីឲ្យពុករបស់ខ្ញុំទទួលបានដីរបស់គាត់មកគ្រប់គ្រងកាន់កាប់ព្រោះគាត់ថាសុខភាពគាត់ឥឡូវគាត់ចាស់ទ្រុឌទ្រោមហើយម្ដាយរបស់ខ្ញុំគឺគាត់ឈឺរហូតឪពុករបស់ខ្ញុំឈឺអញ្ចឹងគាត់មិនអាចរងចាំយូរទៀតទេអញ្ចឹងសូមសម្ដេចជួយអន្តរាគមន៍ឲ្យឪពុករបស់ខ្ញុំបានដីរបស់គាត់ត្រឡប់មកវិញសូមគោរពសូមអរគុណសម្ដេចជូនពរសម្ដេចមានសុខភាពល្អ ភាពសួរដល់លោកអាដាមយុរដ្ឋមន្ត្រី សម្ដេចធិបតីទាំងអស់ខ្ញុំជាសាក្សីឲ្យបងលេងសរឿនមានព្រំបន្ទល់ចិត្តគាត់ អញ្ចឹងរឿងលោកយាយគាត់ចោទបងលេងសរឿននឹងថាយកដីរបស់គាត់អញ្ចឹងខ្ញុំអ្នកព្រំបន្ទល់ចិត្តមានព្រំបន្ទល់ចិត្តគាត់នឹងឥឡូវនេះសូមឲ្យសម្ដេចជួយលោកជួយសម្ដេចធិបតីនិងសម្ដេចពុកនិងសម្ដេចម៉ែជួយបន្លឿនឲ្យគាត់ឲ្យបានឆាប់ផង ឥឡូវនេះខ្ញុំមណិតគាត់ណាស់គាត់ពិការគាត់អាស្រ័យផលរាល់ឆ្នាំឃើញតែគាត់ទេអត់មានដែរឃើញលោកយាយនឹងទេព្រោះលោកយាយនឹងគាត់លក់ឲ្យការដ្ឋានឆ្វានឹងអស់ហើយបាទ ខ្ញុំគ្មានពីអីទៀតទេមានតែម្រាមដៃ10លើកបួងសួងឲ្យសម្ដេចពុកនិងសម្ដេចធិបតីសម្ដេចម៉ែជួយរឿងនេះឲ្យលឿនឲ្យគាត់ផងអាណិតគាត់បាទសូមអរគុណ ជាប្រជាពលរដ្ឋនៅភូមិចុងព្រែកឃុំព្រែកឯងស្រុកគៀនស្វាយខេត្តកណ្ដាលកន្លងមកខ្ញុំបានធ្វើស្រែចម្ការជាមួយឪពុកម្ដាយខ្ញុំនៅចិត្តព្រំបន្ទល់បងលេងសរឿនឆ្នាំ1987ខ្ញុំបានឃើញគាត់អាស្រ័យផលដីចិត្តរបស់ខ្ញុំម្ដាយខ្ញុំហ្នឹងកន្លងមកហ្នឹងគាត់បានធ្វើស្រែចម្ការចិត្តខ្ញុំក៏ខ្ញុំបានរាក់ទាក់សួរគាត់ទៅវិញទៅមកកន្លងមកជួយលីមីហ្នឹងគាត់យាយហើយយាយកតស្លាហ្នឹងហើយនឹងព្រមនឹងកូនគាត់2 3នាក់4 5នាក់ហ្នឹងគាត់មកទៀមទាយកដីបងលេងសរឿនអញ្ចឹងខ្ញុំធ្វើជាសាក្សីជួយដល់បងលេងសរឿនសម្ដេចពុកសម្ដេចបបរធិបតីហ៊ុនម៉ាណែតជួយបន្លឿនការឲ្យដីគាត់មកវិញមកអាណិតគាត់ជាជនពិការ សួរខ្ញុំឈ្មោះម៉ាងម៉នអតីតប្រធានក្រុមសាមគ្គីទី5ខ្ញុំសូមធ្វើសាក្សីឲ្យលេងសរឿនខ្ញុំបានធ្វើប្រធានក្រុមខ្ញុំបានសញ្ញេទទួលស្គាល់សញ្ញេដីនេះឲ្យលេងសរឿនជនពិការនេះ2ឆ្នាំ1987មកទល់សប្តាហ៍ថ្ងៃនេះពីមានរឿងបញ្ហានេះសូមឲ្យសម្ដេចឲ្យដំលោកប្រធានទាំងអស់បវរទៅប្តីសម្ដេចពុកអីជួយដោះស្រាយដីនេះដែលមានដំណោះនេះសូមឲ្យសម្ដេចជួយដោះស្រាយជូនទៅជនពិការលេងសរឿននេះផងព្រោះខ្ញុំបានធ្វើប្រធានក្រុមនេះយូរមកហើយអញ្ចឹងសូមសម្ដេចខ្ញុំអរគុណសម្ដេចណាស់ដែលសម្ដេចជួយដោះស្រាយផង បាទឈ្មោះម៉ាងមួនបានលក់ដីឲ្យលេងសរឿននេះបានពិតប្រកបមែនគាត់នៅធ្វើអាស្រ័យផលហើយនឹងគាត់ខ្ញុំលក់ឲ្យគាត់តាំងឆ្នាំ1987គាត់អាស្រ័យផលរហូតមកសូមសម្ដេចពុកសម្ដេចធិបតីជួយរកយុត្តិធម៌ឲ្យជនពិការមួយរូបនេះផងខ្ញុំបានលក់ដីឲ្យគាត់ពិតប្រកបមែន បាទឥឡូវខ្ញុំសូមបង្ហាញព្រំដីរបស់ខ្ញុំគឺមានលបងថ្មរឹងមាំនេះគឺលបងរបស់ក្រុមហ៊ុនរោងចក្រចិញ្ចឹមស្វាដែលឈ្មោះលីមីបានលក់ទៅឲ្យក្រុមហ៊ុនចិញ្ចឹមស្វាហ្នឹងគឺគាត់បានលក់ហើយក្រុមហ៊ុនចិញ្ចឹមស្វាក្រោយពីទិញមកគឺគេធ្វើលបងថ្មឲ្យឪពុករបស់ខ្ញុំបានលេងសរឿនហ្នឹងគឺផ្ដិតមេដៃទទួលស្គាល់ព្រំថ្មហ្នឹងបានគេហ៊ានទិញគេហ៊ានធ្វើបាទរោងចក្រស្វា4ហត្តាហ្នឹងហ្នឹងហើយដីរបស់ពុកខ្ញុំគឺបានជាប់ព្រំហ្នឹងលីមីខ្លួនឯងហ្នឹងពេលគាត់ធ្វើលិខិតទិញលក់ហ្នឹងគឺបញ្ជាក់ថាព្រំខាងជើងហ្នឹងគឺទល់ជាមួយលេងសរឿនអញ្ចឹងបានរោងចក្រស្វាគេទិញហើយគេធ្វើលបងរឹងមាំជាប់បាទហើយខាងនេះវិញគឺព្រំដីខាងសង្កាត់ក្បាលកោះហ្នឹងមានឈ្មោះព្រំសវណ្ណឈ្មោះកែវតាំឈ្មោះប៉ែនមពៀបាទពួកគាត់គឺទទួលស្គាល់ព្រំរបស់ឪពុកខ្ញុំតាំងពីដើមមកហើយពួកយើងសិតតែអ្នកធ្វើស្រូវធ្វើស្រែជាប់ព្រំមួយគ្នាទេបាទដល់អញ្ចឹងឥឡូវខាងបរិយគេទិញដីរបស់ពួកគាត់ដែលនៅព្រំខាងក្បាលកោះនោះគេទិញធ្វើបរិយហ្នឹងគឺបានធ្វើលបងពាត់ជុំវិញហើយខាងបរិយគេទិញហ្នឹងក៏បានឲ្យឪពុករបស់ខ្ញុំបានផ្ដិតមេដៃទទួលស្គាល់ព្រំដែរបានខាងបរិយគេហ៊ានទិញចាប់ដើមចាក់ដីធ្វើបរិយហ្នឹងគឺឃើញសបរិយហ្នឹងគឺឪពុករបស់ខ្ញុំបានផ្ដិតមេដៃ
ប្រតិមេដៃដើម្បីគេធ្វើលបងគាត់ព្រំដីអស់ហើយមកគេធ្វើបរិយលក់អញ្ចឹងមានន័យថាដីរបស់ពួកខ្ញុំគ្រប់គ្រងនេះគឺគាត់គ្រប់គ្រងយូរមកហើយបានជាម្ចាស់ដីដែលសងខាងគាត់លក់ឲ្យបរិយហ្នឹងគឺបរិយហ្នឹងគឺមហោពួកខ្ញុំទាំងម្ចាស់ដីទាំងបរិយថ្មីហ្នឹងគឺមហោពួកខ្ញុំដើម្បីឲ្យប្រតិមេដៃទទួលស្គាល់ថាមានព្រំជាប់ដីរបស់ពួកគាត់បានពួកគាត់អាចលក់បានគេធ្វើបរិយទិញអស់ហើយបាទអញ្ចឹងនៅក្នុងនេះគឺដីរបស់ពួកខ្ញុំនេះគឺពីក្បាលដីមានលបងរហូតទៅដល់កតុយដីនោះដែលបងប្អូនមើលទៅឃើញមានលបងថ្មក្រហមនោះលបងរបស់បរិយហីអញ្ចឹងដីខ្ញុំទល់ជាមួយនោះបាទដីទល់ជាមួយនឹងលបងបរិយទាំងអស់និយាយទៅសងខាងជុំវិញហ្នឹងគឺសិតតែលបងថ្មរឹងមាំព័ទ្ធជុំវិញហើយលបងទាំងអស់ហ្នឹងគឺសិតទទួលស្គាល់ឪពុករបស់ខ្ញុំទាំងអស់មែនខ្ញុំចេះតែនិយាយឪពុកខ្ញុំចេះថាទេគឺដីហ្នឹងគឺដីគឺទទួលស្គាល់ថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ភូមិបាលសូយោដីក្រុងក៏គេចេញលិខិតបញ្ជាក់ថាឪពុកខ្ញុំមានដីជាប់នឹងដីរោងចក្រចិញ្ចឹមស្វាចំនួន4ហិកតានោះគឺពិតជាមានដីឪពុកខ្ញុំជាប់ដីព្រំរបស់រោងចក្រស្វានឹងមែនខាងក្រសួងដែនដីនគររូបនីយកម្មសំណង់ក្រុងភ្នំពេញគេបានធ្វើលិខិតបញ្ជាក់ទៅតុលាការដើម្បីឲ្យតុលាការគេរយុត្តិធម៌ក្នុងការកាត់ក្តីថាឪពុកខ្ញុំពិតជាមានដីនឹងមែនមិនដោយការចោទប្រកាន់របស់ឈ្មោះលីមីទេបាទសូមអរគុណ